bạn chơi nhờ lục ra tí chá bạn xong chơiបាទអរគុណច្រើនថ្ងៃនេះគឺជាថ្ងៃសៅរ៍ទី24ខែឧសភាឆ្នាំ2025វេលាម៉ោង12:33នាទីនៅប្រទេសកម្ពុជាថ្ងៃនេះក្រុមខ្មែរធ្វើបានដែលមានរូបខ្ញុំបាទរាជសីនិងលោកលឹមពិជ័យសូមទោសផងអវត្តមានលោកប្រធានក្រុមហនវនីតហើយជាលោកមានធរៈរវល់បញ្ហាផ្ទាល់ខ្លួនក៏មិនដឹងអញ្ចឹងខ្ញុំរួមចាំលោកប្រធានក្រុមហនវនីតអស់រយៈពេល1ម៉ោងហើយតាំងពីម៉ោង11ជាង1ម៉ោងហើយខ្ញុំរួមចាំលោកប្រធានក្រុមហ៊ុនវនីតអញ្ចឹងដើម្បីកុំឲ្យខកខានការ live show របស់យើងខ្ញុំទាំងពីរនាក់ក្នុងវេលាថ្ងៃនេះខ្ញុំបាទក៏សូមស្វាគមន៍ដល់បងប្អូនប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនាការ live show របស់ក្រុមខ្មែរធ្វើបានរបស់ខ្ញុំបាទដែលមានរូបខ្ញុំបាទរាជសីនិងលោកលឹមពិជ័យប្រធានបទរបស់យើងខ្ញុំក្នុងវេលាថ្ងៃនេះគឺអបអរសាទរដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាណាចក្រកម្ពុជាទៅកាន់រាជាណាចក្រជប៉ុននៅថ្ងៃទី28ដល់ថ្ងៃទី31ខែឧសភាឆ្នាំ2025ខាងមុខនេះក្នុងដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុនបានអញ្ជើញសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនចឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់សូមសម្ដែងនៅក្តីសោមនស្សរីករាយអបអរសាទរចំពោះការអញ្ជើញរបស់រដ្ឋាភិបាលរាជាណាចក្រជប៉ុនអញ្ជើញសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុននៅវេលាខាងមុខនេះមុននឹងចាប់ផ្ដើមនេះខ្ញុំបាទក៏សូមឆ្លៀតឱកាសដោយបានឃើញការផ្សាយរបស់Fresh News កាលពីថ្ងៃទី23ឧសភា2025តាមបណ្ដាញផ្លូវការរបស់អង្គការសហប្រជាជាតិដែលមានឯកឧត្តមអង់តូញ៉ូ ហ្គូតារ៉េសជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងការកោតសរសើរប្រទេសកម្ពុជាជាប្រទេសគំរូដ៏ល្អក្នុងការរក្សាបាននូវសន្តិភាពនេះគឺជាស្នាដៃដ៏ធំធេងបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានិងជាអតីតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី6កន្លងទៅនេះបើនិយាយតាមការពិតមែនទែនទៅមិនមែនតែមួយអាណត្តិទី6ទេគឺចាប់តាំងពីឆ្នាំ1985មកដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកបានដឹកនាំរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជារហូតមកទល់នឹងចប់
អាណត្តិទី6កាលពីពេលបោះឆ្នោតកាលពីថ្ងៃទី23កក្កដាឆ្នាំ2023កន្លងទៅអញ្ចឹងស្នាដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនគឺរកបានសន្តិភាពដោយការលះបង់នៅសាច់ស្រស់ឈាមស្រស់របស់សម្ដេចដើម្បីបដូរយកសន្តិភាពពេញបរិបូរណ៍កាលពីថ្ងៃទី28ខែធ្នូឆ្នាំ1998សន្តិភាពនេះគឺជាកេរដំណែលដ៏មានតម្លៃដ៏មហាសាលរបស់សម្ដេចតេជោ ហ៊ុនសែនបន្សល់ទុកជូនដល់អាណត្តិទី7ដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំបច្ចុប្បន្ននេះសន្តិភាពនេះបានល្បីខ្ទោខ្ទានៅលើឆាកអន្តរជាតិទាំងក្នុងតំបន់និងនៅលើឆាកអន្តរជាតិពេញពិភពលោកខ្ញុំបាទសូមថ្លែងនៅអំណរសាទរយ៉ាងស្មោះអស់ពីចិត្តចំពោះការកោតសរសើររបស់ប្រមុខអង្គការសហប្រជាជាតិដែលមានឯកឧត្តមអង់តូនីយ៉ូ ហ្គូតារ៉េសជាអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានថ្លែងកោតសរសើរចំពោះកម្ពុជាដែលបានរក្សានៅសន្តិភាពអញ្ចឹងយើងមើលឃើញថាស្នាដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនមានច្រើនរាប់មិនអស់តាំងពីថ្ងៃ7មករា1979រហូតមកទល់បច្ចុប្បន្ននេះគឺស្នាដៃធំធេងណាស់សំខាន់បំផុតគឺរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបច្ចុប្បន្ននេះឲ្យរស់រានមានជីវិតផុតពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតហើយកាលពីថ្ងៃទី20ឧសភាកន្លងទៅនេះក៏ជាថ្ងៃចងចាំនៅរបបបល្ល័ង្កពូជសាសន៍ដែលយើងបានរស់នៅក្រោមរបបបល្ល័ង្កពូជសាសន៍ប៉ុលពត3ឆ្នាំ8ខែនិង20ថ្ងៃនេះគឺជាស្នាដៃដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនហើយនៅពេលនេះការល្បីខ្ទោខ្ទានៅសន្តិភាពនិងស្នាដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននេះហើយដែលធ្វើឲ្យពិភពលោកកោតស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែនបន្សល់ទុកដល់សម្ដេចធិបតីហ៊ុនម៉ាណែតទើបប្រមុខរដ្ឋាភិបាលប្រទេសជប៉ុនបានធ្វើលិខិតសូមអញ្ជើញសម្ដេចធិបតីហ៊ុនម៉ាណែតទៅធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅថ្ងៃទី28ឧសភារហូតដល់ថ្ងៃទី31ឧសភា2025ខាងមុខនេះខ្ញុំបាទនឹងលោកលឹមវិជ័យសង្ឃឹមយ៉ាងមុតមមថាបងប្អូនប្រជាពលរដ្ឋទាំងនិស្សិតដែលកំពុងតែបំពេញកម្មសិក្សាការីនៅប្រទេសជប៉ុននិងបងប្អូនប្រជាពលរដ្ឋដែលជាពាណិជ្ជករនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើការងារជាពលករនៅប្រទេសជប៉ុនប្រកាសជានឹងអបអរសាទរចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនៅថ្ងៃទី28ដល់ថ្ងៃទី31ខែឧសភាខាងមុខនេះជាមិនខាន
ក្នុងពេលនេះដែរខ្ញុំបាទនឹងក្រុមខ្មែរធ្វើបានសូមប្រសិទ្ធពរជ័យបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោកសូមតាមជួយបីបាច់ថែរក្សាសម្ដេចធិបតីហ៊ុនម៉ាណែតសូមសម្ដេចធិបតីអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុននៅពេលខាងមុខនេះប្រកបដោយសុខសុវត្ថិភាពនិងទទួលបាននូវជោគជ័យយ៉ាងល្អប្រសើរពុំខានឡើយនឹងសូមសម្ដេចធិបតីនិងលោកជំទាវទី1ប្រទេសកម្ពុជាបណ្ឌិតពេជ្រច័ន្ទមុនីសូមនឹងគណៈប្រតិភូទាំងអស់សូមបានប្រកបតែនឹងពុទ្ធជ័យមង្គលទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈពុំបីឃ្លៀងឃ្លាតឡើយដូច្នេះនេះគឺជាប្រធានបទរបស់ខ្ញុំបាទទាំងពីរនាក់នៅក្នុងក្រុមខ្មែរធ្វើបានជាបន្តទៅទៀតនេះក៏សូមអញ្ជើញលោកលឹមវិជ័យអញ្ជើញមានមតិបន្តចំពោះប្រធានបទរបស់យើងសូមបញ្ជាក់ថាខ្ញុំបាទទាំងពីរនាក់នេះឡាយក្នុងរយៈពេល1ម៉ោងឥឡូវនេះចំណាយពេលអស់11នាទីជិត12នាទីហើយក៏សូមប្រកាសដល់លោកប្រធានក្រុមហ៊ុនវនីតផងបើលោកប្រធានក្រុមបានមើលប្រធានបទដែលក្រុមខ្មែរធ្វើបានដាក់នៅក្នុង group Live ក៏សូមអញ្ជើញលោកប្រធានក្រុមហ៊ុនវនីតអញ្ជើញចូលរួមជាមួយនឹងយើងខ្ញុំទាំងពីរនាក់ក្នុងពេលនេះសូមអរគុណសូមអញ្ជើញលោកលឹមវិជ័យបាទសូមអរគុណច្រើនលោកប្រតិចារិកសីហើយក៏សូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលបានអញ្ជើញទស្សនាកម្មវិធី Live Show របស់ក្រុមខ្មែរធ្វើបានដែលធ្វើនៅក្នុងពេលនេះបាទសូមអភ័យទោសដែរចំពោះសម្លេងបាទដោយសារសុខភាពមានក្អកបន្តិចបាទ បាទយើងមើលឃើញពីអ្វីដែលប្រទេសកម្ពុជាតែងតែប្រកាសកើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងតម្លៃនៃសន្តិភាពទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមើលឃើញពីតម្លៃដែលប្រទេសជាតិដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជានាំមកនឹងបានរក្សាការពារយ៉ាងរឹងមាំសម្រាប់សុភមង្គលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលបានរស់រានមានជីវិតនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងនេះជាសក្ខីភាពមួយដែលអង្គការសហប្រជាជាតិគេបានមើលឃើញអំពីការថែរក្សាតម្លៃនៃសន្តិភាពដែលប្រជាជនកម្ពុជាបានបាត់បង់អស់រាប់រយឆ្នាំធ្វើឲ្យប្រទេសជាតិកម្ពុជាមិនដែលជួបប្រទះបាននៅសុខសន្តិភាពរយៈពេលយូរអង្វែងដោយក្នុងពេលបច្ចុប្បន្ននេះទេបាទហើយក៏ជាពេលវេលាមួយដែលពិភពលោកកំពុងតែពុះកញ្ជ្រោលតាក់ទងនឹងសង្គ្រាមរវាងប្រទេសនិងប្រទេសទាំងក្នុងតំបន់និងក្រៅតំបន់ប៉ុន្តែកម្ពុជាអាចឈរលំនឹងខ្លួនទប់ទល់នឹងព្យុះសង្គ្រាមតាំងពីបាត់សេដ្ឋកិច្ចតាំងពីមនោគមវិជ្ជានយោបាយទាំងក្នុងតំបន់និងក្រៅតំបន់ដើម្បីធ្វើឲ្យប្រទេសខ្លួនឯងអព្យាក្រឹតនិងឈរទៅលើមូលដ្ឋានសុខសន្តិភាពបាទអញ្ចឹងនេះជាសក្ខីភាពមួយដែលសបញ្ជាក់ឲ្យឃើញថាជាការខិតខំប្រឹងប្រែងជ្រើសរើសផ្លូវដើររបស់កម្ពុជាពិតជាត្រឹមត្រូវណាស់ដែលប្រធានអង្គការសហប្រជាជាតិលោកអិនតូនីអូបាទបើសិនជាខ្ញុំហៅឈ្មោះគាត់ខុសសូមអភ័យទោសដែលបានសរសើរកម្ពុជាជាគំរូដ៏ល្អនៃការថែរក្សាសន្តិភាពនៅក្នុងពិភពលោកនេះបាទនៅក្នុងន័យនេះបានសបញ្ជាក់ឲ្យឃើញថាពួកប្រឆាំងដែលតែងតែរិះគន់នៅពាក្យថាអរគុណសន្តិភាពដែលជាពាក្យដែលកើនរំលឹកខ្មែរទាំងអស់គ្នាឲ្យយល់ឲ្យចាំថាកម្ពុជាបានបាត់បង់នូវសន្តិភាពនេះអស់រាប់រយឆ្នាំមកហើយនៅពេលនេះអ្វីដែលយើងមាននៅពេលនេះគឺជាសន្តិភាពពេញលេញដែលយើងជាម្ចាស់អនាគតនៃប្រទេសកម្ពុជាខុសពីសម័យមុនដែលយើងក្រោមអាណាព្យាបាលរបស់ជនបរទេសបាទពីមួយចំនួនទៅមួយចំនួនធ្វើឲ្យការអភិវឌ្ឍ
ការរីកលូតលាស់នៃប្រទេសកម្ពុជានៅមានកម្រិតគ្រប់បែបយ៉ាងប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះដែលមានមូលដ្ឋានគ្រឹះនៃសន្តិភាពពេញលេញធ្វើឲ្យកម្ពុជាចាប់ផ្ដើមវិវត្តនិងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សដែលរក្សាការអភិវឌ្ឍសេដ្ឋកិច្ច6ទៅ7% នេះក្នុងមួយឆ្នាំបាទនេះជាតួលេខមួយដែលសបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឆ្លៀសវៃរបស់រាជរដ្ឋាភិបាលដែលជ្រើសរើសនឹងការពារនូវសន្តិភាពសុខសន្តិភាពនិងការអភិវឌ្ឍទៅលើផ្លូវត្រូវដែលធ្វើឲ្យកម្ពុជាបន្តនិវាសន្តិភាពនេះបន្តទៅមុខបាទហើយក៏សបញ្ជាក់ឲ្យឃើញថាអ្វីដែលពួកប្រឆាំងខំរិះគន់ខំវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាណាអំពីរបៀបនៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលគឺខុសទាំងស្រុងខុសពីអ្វីដែលពួកប្រឆាំងរិះគន់បាទព្រោះគំនិតប្រឆាំងរបស់ក្រមជលនិយមគ្រាន់តែជាការគំនុំគុំគួនការដែលមើលមករាជរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យប្រទេសកម្ពុជារីកចម្រើនដោយសារអីខ្លាចបាត់បង់នៅប្រជាប្រិយភាពរបស់ខ្លួនដែលជាខ្លួនឯងជាក្រុមប្រឆាំងផ្ដាច់ការបាទក្រុមប្រឆាំងផ្ដាច់ការហើយនឹងផ្ដាច់ណាត់ដែលមិនបានគិតពីប្រយោជន៍ជាតិនោះទេប្រឆាំងយ៉ាងណាដើម្បីតែប្រឆាំងរិះគន់លើរាជរដ្ឋាភិបាលទាំងដែលខ្លួនឯងមិនមានព័ត៌មានច្បាស់លាស់ខំបង្កើតនៅព័ត៌មានបំភ្លៃនិងបំភ្លឹះធ្វើឲ្យពិភពលោកគេមើលមកកម្ពុជាថាជាប្រទេសណាមិនអព្យាក្រឹតពុករលួយឬមួយក៏ធ្វើឲ្យគេមើលមកប្រទេសកម្ពុជាជាប្រទេសមួយដែលខ្មៅងងឹតបាទប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចធិបតីនិងសម្ដេចតេជោហ៊ុនសែនលោកបានធ្វើឲ្យពិភពលោកភ្លឺភ្នែកនិងមើលច្បាស់ពីអ្វីដែលកម្ពុជាមានសពថ្ងៃដែលបង្ហាញទៅពិភពលោកទាំងមូលថាកម្ពុជាបានរក្សាបាននៅស្ថិរភាពនយោបាយនិងរក្សាបាននូវការអភិវឌ្ឍជូនប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយភាពក្រីក្រណាតាមស្ថិតិនៃអង្គការសហប្រជាជាតិប្រជាជនកម្ពុជាបានកាត់បន្ថយពី40ជាងភាគរយរហូតមកដល់នៅសល់តែជាង10%តែប៉ុណ្ណោះបាទនេះហើយជាការខិតខំប្រឹងប្រែងអភិវឌ្ឍនិងការពារប្រទេសជាតិនិងបន្តធ្វើយ៉ាងណាធ្វើឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជានេះទទួលបាននូវសុខសុភមង្គលនិងបន្តទៅទៀតបាទអញ្ចឹងខ្ញុំសូមប៉ុណ្នេះសូមជូនដល់លោកប្រតិចារវិញបាទបាទអរគុណច្រើនការប្រកាសរបស់អាយដាមអង់តូនីយ៉ូ ហ្គូតឺរ៉េសដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិសរសើរចំពោះកម្ពុជាដែលរក្សាបាននៅសន្តិភាពនេះគឺជាអន្លូងភូមិក្បាលរបស់ពួកក្រុមជ្រុលនិយមដែលខ្ញុំមិនហៅពួកវាថាជាក្រុមប្រឆាំងទេពួកអស់នេះវាប្រឆាំងជ្រុលហើយទៅជាជ្រុលនិយមពួកវាទៅជាពីលជ្រុលនិយមផងបើនិយាយតាមការពិតទៅពីពួកក្រុមវានេះខ្ញុំសុំទោសផងដែលខ្ញុំបកស្រាយនេះគឺបកស្រាយចង់បញ្យល់បង្ហាញបងប្អូនប្រិយមិត្តឲ្យបានជ្រាបចំពោះក្រុមពីលជ្រុលនិយមនេះវាចេញមកនិយាយសុទ្ធតែប្រមាថការទៀនតាំងពីជំនាន់សម្ដេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីរហូតមកទល់នឹងសម្ដេចធិបតីហ៊ុនម៉ាណែតក៏វានៅតែប្រមាថការដឹកនាំប្រមាថប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយើងដែលមានប្រជាពលរដ្ឋជាង17លាននាក់គ្រប់គ្រងនៅក្នុងដៃមានទឹកដី181,435 គីឡូម៉ែត្រក្រឡានេះដែលខ្ញុំនិយាយអំពីទំហំនៃប្រជាណាចក្រកម្ពុជាបច្ចុប្បន្ននេះហើយវាយកសូម្បីតែសម្ដេចទាំងពីរប្រកាសអំពីផ្ទៃកលានៃប្រជាណាចក្រកម្ពុជាក៏វាយកមកធ្វើជាលេសនិយាយបតបប្រអាប់ប្រមាថមើលងាយប្រមុខថ្នាក់ដឹកនាំនៃប្រជាណាចក្រកម្ពុជាយើងឥឡូវរក្សាបាននៅសន្តិភាពជិត30ឆ្នាំកន្លងមកហើយនេះជាគំរូដល់តំបន់និងគំរូដល់អន្តរជាតិ
នៅលើសកលលោកក៏វាចេះយកពាក្យសន្តិភាពនេះយកមកវាយប្រហារលេបខាយបន្ទប់ផ្អាប់ដល់ប្រមុខថ្នាក់ដឹកនាំយើងទៀតគឺក្រុមពួកពាលជ្រុលនិយមដែលជាពលករដែលជាអ្នកសិក្សានៅប្រទេសជប៉ុនមានស្រីមានប្រុសបើនិយាយមែនតើចង់និយាយថាពួកអាដៃមីដៃនោះពីព្រោះពួកវានឹងសំតែប្រើពាក្យអស់ហ្នឹងពីព្រោះដែលខ្ញុំហៅថាពួកអាដៃមីដៃនេះគឺថាបានស្គាល់ថាពួកវានឹងគឺពួកនឹងវាអាប់យោវាអន្តពាលបើនិយាយភាសាឲ្យងាយយល់គេថាពួកអាចៅអន្តពាលពួកវានឹងពលករនៅកូរ៉េមួយចំនួនទៅពលករនៅជប៉ុននឹងមួយចំនួនទៅប៉ុន្តែបច្ចុប្បន្ននេះពួកអស់នោះវានៅសល់តិចតួចដែលពីមុននោះយើងធ្លាប់ឃើញវាប្រមូលផ្ដុំម្ដងនោះមនុស្សរាប់ម៉ឺននាក់ប៉ុន្តែបច្ចុប្បន្ននេះថាមនុស្សយ៉ាងច្រើនផុតថាជាង 1000 នាក់ទៅចុះយ៉ាងច្រើនផុតប៉ុន្តែបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងសរុបទាំងអស់នៅប្រទេសជប៉ុននោះវាច្រើនណាស់បើគិតថា 1000 នាក់ហ្នឹងវាមិនបាន 10% ទេអញ្ចឹងសូមប្រកាសប្រាប់ទៅដល់ពួកពាលជ្រុលនិយមទាំងអស់នោះធ្វើយ៉ាងណាឲ្យថ្លៃធ្នូរឹកពីមយិតឲ្យវាថ្លៃធ្នូផងកោតតែចេះតែដើរតាមក្បត់ជាតិតពូជសំរងស៊ីនឹងកើតដែរបើក្បត់ជាតិតពូជសំរងស៊ីនឹងវាធ្វើបាតកម្មវាមិនដែលកាន់ទង់ជាតិខ្មែរយើងផងវាកាន់ទង់ជាតិម៉ុងតាញ៉ាហើយម៉ុងតាញ៉ានេះសំរងស៊ីនេះបានសញ្ញេចុកកិច្ចព្រមព្រៀងជាមួយនឹងប៉ុកសដែលជាមេរបស់ម៉ុងតាញ៉ានៅសហរដ្ឋអាមេរិកហ្នឹងបកគលខេត្ត4ខេត្តរតនគិរីមណ្ឌលគិរីកាចេះស្ទឹងត្រែងនេះទៅឲ្យកុកសហើយមកនិយាយថាយួនម៉ុងតាញ៉ានេះគឺជាជនជាតិភាគតិចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតំបន់នេសាទសុំសួរទៅបងប្អូនប្រជាពលរដ្ឋយើងនៅតំបន់នេសាទឬក៏បងប្អូនប្រជាពលរដ្ឋប្រជាជនភាគតិចនៅតំបន់នេសាទតើមានជនជាតិភាគតិចខ្មែរយើងនឹងឈ្មោះយួនម៉ុងតាញ៉ាទេហើយបើគ្មានទេបានស្គាល់ថាក្បត់ជាតិសំរងស៊ីនេះវាមានបំណងយ៉ាងជាក់ស្ដែងបំផុតកាត់ទឹកដីខ្មែរយើងឲ្យទៅជនបរទេសគ្រប់គ្រងយួនម៉ុងតាញ៉ានេះគឺជាប្រជាជនយួនរស់នៅក្នុងទឹកដីនៃប្រទេសយួននៃប្រទេសវៀតណាមនៅតំបន់ភ្នំតំបន់កណ្ដាលនៃប្រទេសវៀតណាមដែលមានព្រំប្រទល់មួយចំណែកជាប់នឹងប្រជាណាចក្រកម្ពុជាយើងគឺជាប់នឹង4ខេត្តកាចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីនេះអញ្ចឹងក្បត់ជាតិសំរងស៊ីនេះគឺវាបានចុកកិច្ចព្រមព្រៀងបកគលខេត្ត4ហ្នឹងទៅឲ្យយួនម៉ុងតាញ៉ារួចទៅហើយតើបងប្អូននៅក្នុងខេត្តទាំង4នេះសុខចិត្តទៅរស់នៅក្រោមការដឹកនាំរបស់យួនម៉ុងតាញ៉ាទេខ្ញុំជឿថាដាច់ខាតដាច់ក្បាលក៏អត់ព្រមដែរប៉ុន្តែសំរងស៊ីវាមិនគិតចំពោះប្រទេសជាតិមិនគិតចំពោះបងប្អូនប្រជាពលរដ្ឋទេវាធ្វើយ៉ាងណាចង់បានតែកៅអីនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះហើយប្រសាសន៍របស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិដែលខ្ញុំនិយាយថាគឺជាអន្លូងទូងក្បាលក្បត់ជាតិសំរងស៊ីនឹងក្រុមពាលជ្រុលនិយមនេះ
គឺជាការប្រកាសណាអង្គការសហជីវជាតិក្តីប្រទេសនានានៅលើសកលលោកក្តីគេមិនដែលចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់អាសំរងស៊ីនឹងជាអ្នកដឹកនាំប្រទេសកម្ពុជាទេគឺគេទទួលស្គាល់តែរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំបច្ចុប្បន្ននេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនជាប្រធានព្រឹទ្ធសភាដែលជាអង្គការនីតិបញ្ញត្តិសម្ដេចខួនសុតរីគឺជាប្រធានសភានៃប្រជាណាចក្រកម្ពុជាស្ថាប័នកម្ពុជានេះគឺមានតែប៉ុណ្ណឹងហើយអាសំរងស៊ីដែលវាតាំងខ្លួនវារាល់ថ្ងៃហ្នឹងវាតាំងខ្លួនវាថាជាមេដឹកនាំរដ្ឋាភិបាលនាប្រទេសក្រៅប្រទេសតើអ្នកណាគេទទួលស្គាល់វាបើគេទទួលស្គាល់វាឯកឧត្តមអគ្គលេខាធិការអង្គការសហជីវជាតិប្រកាសជានឹងធ្វើសេចក្តីថ្លែងការណ៍ចេញឈ្មោះក្បត់ជាតិសំរងស៊ីហ្នឹងហើយប៉ុន្តែអានេះធ្វើនយោបាយជិត30ឆ្នាំនេះរោឈ្នះអត់ឃើញចាញ់រហូតរោឈ្នះអត់ឃើញហើយសួរទៅប្រវត្តិអាសំរងស៊ីហ្នឹងអាសំរងស៊ីម៉ែវាយួនព្រោះអីអិនអែមហើយបើអាសំរងស៊ីយួននយោបាយរបស់អាសំរងស៊ីហ្នឹងវាធ្វើដើម្បីតែបំរើឲ្យយួនតែប៉ុណ្ណឹងចឹងហើយបានវាសុកចិត្តចុះកិច្ចព្រមព្រៀងជាមួយនឹងកុកសប្រគល់ខេត្ត4ទៅឲ្យប្រទេសវៀតណាមហ្នឹងឲ្យកុកសនោះមិនមែនរដ្ឋាភិបាលដឹកនាំប្រទេសវៀតណាមបច្ចុប្បន្នទេសុំទោសអញ្ចឹងការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុនអញ្ជើញសម្ដេចធិបតីហ៊ុនម៉ាណែតទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុននៅពេលខាងមុខនេះបានស្ដីថាគេមិនទទួលស្គាល់អាសំរងស៊ីនេះរួចទៅហើយពួកអាពាលជ្រុលនិយមដែលគ្រប់គ្រងអាសំរងស៊ីនោះក៏រាជរដ្ឋាភិបាលប្រទេសជប៉ុនគេមិនបាននឹកនាដល់ពួកវាដែររាល់ថ្ងៃនេះពួកពាលជ្រុលនិយមប្រមាណក្បាលនឹងកំពុងតែឃោសនាដើម្បីប្រឆាំងនឹងការអញ្ជើញរបស់សម្ដេចធិបតីហ៊ុនម៉ាណែតទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុននាពេលខាងមុខនេះបើអ្នកឯងរស់នៅក្នុងប្រទេសជប៉ុនធ្វើការប្រឆាំងនឹងការអញ្ជើញរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុនបាននិយាយថាអ្នកឯងនឹងកំពុងតែប្រឆាំងនឹងរាជរដ្ឋាភិបាលជប៉ុនដូចនោះដែរពីព្រោះមានតែរាជរដ្ឋាភិបាលប្រទេសជប៉ុនទេដែលគ្រប់គ្រងប្រជាពលរដ្ឋប្រទេសជប៉ុនទូទាំងប្រទេសជប៉ុនបច្ចុប្បន្ននេះបើអញ្ចឹងអ្នកឯងកំពុងតែធ្វើការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលប្រទេសជប៉ុនហើយក្នុងនោះដែរខ្ញុំក៏បានឃើញនិស្សិតនាយទាហានយើងមួយចំនួនបានចេញមកធ្វើការថ្លែងនៅសេចក្តីថ្លែងការណ៍អបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីហ៊ុនម៉ាណែតទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះក្រុមការងារមានរូបភាពអេដាមហ្គូតារ៉េសនិងបាទអរគុណហើយក៏សូមរូបភាពបងប្អូន
និស្សិតនីតិរៀនយើងដែលកំពុងតែធ្វើកម្មសិក្សាការីនៅប្រទេសជប៉ុននោះផងមានទេក្រុមការងារអាចអត់ទេអញ្ចឹងខ្ញុំបាទអរគុណច្រើនដែលយើងខ្ញុំទាំងពីរនាក់បានធ្វើការបកស្រាយចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះតើលោកវិជ័យមានស្អីបន្ថែមទៀតទេដើម្បីយើងចូលទៅបាទសូមអរគុណច្រើនលោកប្រតិចារិជសីបាទតកតងនឹងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីដែលអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុនតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុននៅថ្ងៃទី28ខែឧសភា រហូតដល់ថ្ងៃទី31ខែឧសភានេះបាទនៅចុងខែ5នេះបាទគឺជាដំណើរទស្សនកិច្ចដ៏មានតម្លៃមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុនដើម្បីបង្ហាញទៅពិភពលោកឲ្យបានឃើញនៅការពង្រឹងនៅសន្តិភាពនៅក្នុងតំបន់បាទជាងនេះទៅទៀតខ្ញុំតែងកត់សម្គាល់មើលឃើញថាដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីតែងតែមានដំណើរទស្សនកិច្ចមួយទៀតដែលនៅក្នុងនឹងដែរគឺគៀងគោនៅវិនិយោគទុនមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងរៀងរាល់ទស្សនកិច្ចរបស់សម្ដេចធិបតីលោកតែងតែធ្វើដំណើរទៅប្រទេសណាក៏ដោយក៏លោកមិនដែលភ្លេចអំពីនយោបាយសេដ្ឋកិច្ចដែលគៀងគោទៅលើវិនិយោគទុនជាច្រើនដើម្បីឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយបង្ហាញពីស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាអំពីស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅក្នុងទៅបណ្ដាវិនិយោគទុនជាច្រើនដែលមិនទាន់បានច្បាស់នឹងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជាបាទជាងនេះទៅទៀតខ្ញុំឃើញបងប្អូនមួយចំនួននៅក្នុងប្រទេសជប៉ុនដែលមាននិន្នាការប្រឆាំងបែបគ្មានគ្រឹះប្រឆាំងបែបគ្មានបែបបត់មូលដ្ឋានច្បាស់លាស់គិតតែរឿងប្រឆាំងធ្វើចង់ចេញធ្វើបាតកម្មបាទប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅក្រៅប្រទេសនៅពេលនោះយើងគិតថាតើពួកគាត់ដែលគិតធ្វើបាតកម្មនោះគឺត្រឹមត្រូវឬអត់ព្រោះនេះគឺជាដំណើរទស្សនកិច្ចមួយដែលតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុនបើសិនជាជប៉ុនគេមិនយល់ឃើញថារដ្ឋាភិបាលកម្ពុជាត្រឹមត្រូវណាត្រឹមត្រូវទេក៏គេមិនបានអញ្ជើញទៅចូលរួមនៅក្នុងវេទិការបស់គេដែរបាទអញ្ចឹងនៅអ្វីដែលបងប្អូនចង់បង្ហាញទាំងដែលគ្មានផតតាំងបែបវិជាសាសនាច្បាស់លាស់ត្រឹមតែជាការទៀមទាបែបស៊ីអារម្មណ៍បាទតើធ្វើឲ្យបានលទ្ធផលឬមួយក៏គ្រាន់តែធ្វើដើម្បីបំបាក់មុខប្រទេសជាតិខ្លួនឯងបាទនេះគឺធ្វើនេះមកគឺដើម្បីគ្រាន់តែបំបាក់នៅកិត្តិយសប្រទេសជាតិណារបស់ខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែបើសួរពីលទ្ធផលវិញបាតកម្មរាប់រយដងមកហើយសួរថាបានលទ្ធផលអីអត់បាទហើយកត្តាអ្វីខ្លះដែលមិនបានលទ្ធផលដោយសារបងប្អូនប្រជាពលរដ្ឋធ្វើបាតកម្មតាមអារម្មណ៍ដែលគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់បាទដោយសារអីគេមើលឃើញប្រទេសកម្ពុជាគឺដំណើរការសេដ្ឋកិច្ចកម្ពុជាគឺមានភាពរឹងមាំល្អមានចីរភាពរក្សានៅស្ថិរភាពនយោបាយនឹងណូបាទហើយដល់ពេលបងប្អូនទៅតាមបពុះរបស់សំរងស៊ីដែលបង្កើតនៅគំនិតប្រឆាំងតាមបែបគុំគួនណាព្រោះដោយសារអីសំរងស៊ីនេះគឺជាបុគ្គលមួយដែលជាក្រុមឧទាមណាបពុះមួសុខួរក្តីសិតតែជាក្រុមឧទាមដែលប្រឆាំងផ្កាប់មុខដែលប្រឆាំងគឺគ្មានថ្ងៃបកក្រោយបើអញ្ចឹងហើយគេបំផុសនៅមនោគមវិជ្ជានយោបាយមួយដើម្បីឲ្យបងប្អូនចេះតែមើលឃើញអំពីបញ្ហានៅក្នុងប្រទេសកម្ពុជាតែបងប្អូនមានដែរគិតអត់តាំងពីតូចរហូតមកដល់ធំរស់នៅរហូតតតែចេញទៅធ្វើការនៅប្រទេសគេសួរថាប្រទេសកម្ពុជាយើងអភិវឌ្ឍពីចំណុចណាមកពីមុនផ្ទះម្នាក់គ្មានទាំងកង់កញ្ចាស់មួយជីផងដើរទៅរៀនណាបងប្អូនដែលចេញទៅធ្វើពលករភាគច្រើនគឺពិបាកវេទនាគឺកំសត់អញ្ចឹងហើយយកអា
រឿង10 20 ឆ្នាំមុនតាមនយោបាយរបស់សំរងស៊ីយកមកវាយប្រហារតដែលមកលើរាជរដ្ឋាភិបាលកម្ពុជាអញ្ចឹងហើយបានជាបកប្រឆាំងកាន់តែសាបទៅដោយសារយករឿងចាស់ដែលកើតឡើង20ឬមួយក៏30 ឆ្នាំមុននោះដែលយើងមិនទាន់ទទួលបានការអភិវឌ្ឍពេញលេញអភិវឌ្ឍពេញដៃនោះណាយកមកវាយប្រហារតដែលដល់អញ្ចឹងទៅអន្តរជាតិគេបានមើលឃើញណាអ្វីដែលបកប្រឆាំងតែងតែលើកមកវាយប្រហារមកលើរាជរដ្ឋាភិបាលគឺមិនមែនជាការពិតព្រោះស្ថានភាពនៅក្នុងពេលបច្ចុប្បន្នគឺមិនដូចនឹងអ្វីដែលពួកប្រឆាំងតែងតែលើកឡើងហើយធ្វើជារបាយការណ៍ណាបញ្ឆេះនៅកំហឹងប្រជាជនបញ្ឆេះនៅព័ត៌មានមិនពិតបង្កើតបំផុសបំផុលណានៅរឿងអ្វីដែលមិនមែនជាការពិតដែលកើតឡើងនៅក្នុងសង្គមបច្ចុប្បន្នយករឿងអតីតកាលយកមកវាយប្រហារនេះហើយបានជាបកប្រឆាំងកាន់តែអស់សិទ្ធិអំណាចអស់ឥទ្ធិពលនៅក្នុងសហគមន៍អន្តរជាតិរហូតតតែសំរងស៊ីក្នុងមួយឆ្នាំមិនដែលបានជួបអ្នកមុខអ្នកការនៅក្នុងស្ថាប័នអន្តរជាតិម្ដងផងដោយសារអីគេមិនដឹងថាជួបសំរងស៊ីដើម្បីអ្វីព្រោះសំរងស៊ីតែងតែលើកមករឿងអត់ប្រយោជន៍លើករឿងមកដែលគ្មានភស្តុតាងច្បាស់លាស់នៅពេលដែលគេស្ដាប់ហើយគេយកមកវិភាគណាដែលនិយាយអំពីកម្ពុជាកាន់តែក្រទៅលំបាកវេទនាណាបញ្ហាសង្គមច្រើនឆ្អេះខ្លះជាច្រើនប៉ុន្តែអ្វីដែលគេមើលទៅឃើញភាពជាក់ស្ដែងគឺវាមិនមែនកើតឡើងនៅក្នុងពេលបច្ចុប្បន្ននោះទេបាទការកើតឡើងនៅក្នុងពេលបច្ចុប្បន្ននៅរឿងបញ្ហាសង្គមគឺវាមានតិចតួចពីខុសពី20ទៅ30 ឆ្នាំមុនដែលយើងរស់នៅក្នុងប្រទេសកម្ពុជាយើងដឹងហើយបាទតើលំបាកប៉ុណ្ណាដោយសារអីនៅពេលដែលរាជរដ្ឋាភិបាលចាប់ផ្ដើមកកើតកសាងប្រទេសគឺយើងកសាងពីបាតដៃនោះទេបាទកសាងតាំងតែគ្មានធនធានមនុស្សគ្រប់គ្រាន់អ្នកចេះដឹងខ្ពង់ខ្ពស់ក៏អត់សូវមានដែរបាទទៅតែប្រហែលឆ្នាំចុងក្រោយនេះទេដែលយើងទទួលបាននៅបណ្ឌិតដែលបញ្ចប់ការសិក្សាមកពីបរទេសដែលយកចំណេះដឹងពីខាងក្រៅនេះយកមកគ្រប់គ្រងនិងដោះស្រាយបញ្ហាប្រជាជនយកមកជួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍបន្តនិរន្តរភាពនៃការអភិវឌ្ឍបន្តទៅទៀតបាទយើងមើលឃើញអញ្ចឹងតាច្បាស់លាស់អញ្ចឹងនេះហើយជាតថភាពពិតប្រាកដនៅក្នុងសង្គមដូចជាផ្លូវខ្លះតំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញអញ្ចឹងបើនិយាយពី20 ឆ្នាំមុនត្រឹមតែអង្គតែនតួកោដែលជាទីប្រជុំជនដែលនៅក្នុងពេលនេះយើងមើលឃើញល្អក៏គ្មានប្រជាជនណាហ៊ានជិះម៉ូតូទៅមក4 ម៉ោង 5 ល្ងាចដែរខ្លាចអីខ្លាចអំពើប្លន់បាទខ្លាចអំពើប្លន់និងចោរកម្មតែសួរមកដល់ពេលបច្ចុប្បន្ននេះរឿងទាំងអស់នេះវាអាចកើតឡើងនៅក្នុងតំបន់នឹងទៀតអត់គឺវាអត់មានទេដោយសារអីដោយសារការអភិវឌ្ឍបាទការអភិវឌ្ឍប្រទេសពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំហើយយើងទៅស្ដាប់ពួកប្រឆាំងដែលលើករឿង20 ឆ្នាំមុនយកមកធ្វើជាមូលហេតុនៃការប្រឆាំងវាខុសឆ្គងនេះហើយជារឿងមួយដែលបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានខួរក្បាលនៅតែមិនទាន់វិវាសនៅតែគិតថារឿងអស់នេះនៅកើតឡើងដដែលបាទអញ្ចឹងហើយបានជាពួកបងប្អូនខ្លះទៅធ្វើការនៅបរទេសដូចនៅកូរ៉េខាងត្បូងដូចនៅជប៉ុនខ្លួនឯងបំភ័យខ្លួនឯងមិនហ៊ានចូលប្រទេសដោយសារខ្លួនឯងនិយាយទៅតាមគេខុសនិយាយទៅតាមគេហ្នឹងមើលទៅវាប្រឆាំងវាគ្មានបានប្រយោជន៍អីមែនហើយតើតែខ្លួនឯងប្រឆាំងជ្រុលហើយខ្លួនឯងទៅជាមិនហ៊ានចូលមកប្រទេសវិញក៏ប្រកាសប្រាប់គេថាមកពីខ្លួនឯងអីប្រទេសផ្ដាច់ការប្រទេសមាននិទានភាពទៅធ្វើឲ្យខ្លួនឯងហ្នឹងមិនហ៊ានចូលប្រទេសមិនបានសួរថាតើអ្នកណាបង្ខំអ្នកឯងឲ្យទៅធ្វើការប្រឆាំងដោយងងឹតងងុលណាធ្វើការប្រឆាំងដោយបំពាននឹងច្បាប់ប្រជាធិបតេយ្យគឺត្រូវគោរពច្បាប់ហើយបើបងប្អូនអ្នកខ្លះមិនយល់ពីច្បាប់ផងហើយទៅធ្វើការប្រឆាំងជាតែប្រឆាំងទៅតាមសំរងស៊ីគឺបោះបង់ចោលប្រទេសកម្ពុជាហើយបកពួកសំរងស៊ីគឺលែងចូលប្រទេសហើយបាទអញ្ចឹងហើយនយោបាយរបស់គេគឺគេអត់ខ្វល់ទេគេធ្វើយ៉ាងណាគឺដើម្បីបានលុយបានលៀបសក្ការៈដើម្បីរស់នៅចិញ្ចឹមជីវិតនៅក្រៅប្រទេសបាទគេអត់មានបំណងអាណាចូលនៅក្នុងប្រទេសកម្ពុជាទេសំរងស៊ីមានសេចក្ដីបារាំងមានប្រពន្ធកូនមានចៅនៅក្នុងប្រទេសបារាំងគេអត់មានចង់មកប្រទេសកម្ពុជាវិញទេងាប់ទៅគេអត់កប់នៅលើដីខ្មែរទេបាទហើយដល់ពេលពួកអ្នកឯងទៅប្រឆាំងទៅតាមគេសួរថាមានផលប្រយោជន៍អីសម្រាប់ខ្លួនឯងអត់វាអត់មានទេដោយសារអីយើងមានឪពុកម្ដាយយើងមានសាច់ញាតិណាយើងមានផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជាប្រឆាំងតាមបែបនយោបាយប្រឆាំងតាមបែបប្រជាធិបតេយ្យអ្នកឯងអាចបញ្ចេញមតិ
ណាដោយយោងទៅតាមច្បាប់នីតិរដ្ឋទៅតាមច្បាប់រាជរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាមិនមែនប្រឆាំងតាមបែបពួកឧទាមដោយសំរងស៊ីចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាណាអ្នកណាគ្រប់គ្រងរដ្ឋាភិបាលក៏យួនអញ្ចឹងបានន័យថាក្នុងប្រទេសកម្ពុជានេះគឺយួនពេញប្រទេសហើយនៅក្នុងប្រទេសហើយអាពាក្យតើណាក៏យួនហ្នឹងសិតតែជាពាក្យដដែលទេពាក្យអស់នេះខ្ញុំឮជើង25ឆ្នាំហើយបាទឮតែពាក្យដដែលណាយួនពេញប្រទេសហើយសួរថាឲ្យវាទៅរាប់យួនហើយកុំនិយាយរឿងសមាគមនីមួយណាធម្មតាដូចខ្មែរយើងទៅនៅប្រទេសគេអញ្ចឹងក៏មានសមាគមខ្មែរនៅតាមប្រទេសគេនឹងមួយដែរក្នុងពេលបច្ចុប្បន្ននេះគឺការរើសអើងពូជសាសន៍គឺគេកាត់បន្ទគឺគេលុបបំបាត់បាទអញ្ចឹងប្រទេសជនជាតិខ្មែរក៏មាននៅវៀតណាមជនជាតិវៀតណាមក៏មាននៅខ្មែរជនជាតិខ្មែរក៏មាននៅថៃក៏មាននៅខ្មែរអាហ្នឹងហើយគឺជាការផ្លាស់ប្ដូរនីតិលំនៅតាមបែបប្រជាធិបតេយ្យនិងសកលបាទហើយយើងទៅយកអាកំណត់សួនតួនិយមអាកំណត់ចាស់បុរាណពីមុនមកដែលចេះតែគិតថាអ្វីគឺជាក្រោមកំណាប់ដៃរបស់គេតាមការគិតឃើញទេសួរថាបើសិនជាយើងនៅក្រោមកំណាប់ដៃគេគ្រប់សពសួរថាយើងមានការអភិវឌ្ឍប៉ុណ្ណឹងអត់មានការសម្រេចនៅជោគវាសនាខ្លួនឯងបានប៉ុណ្ណឹងអត់គឺវាមិនអាចទៅរួចទេគេមិនទុកឲ្យយើងអភិវឌ្ឍខ្លួនបានប៉ុណ្ណឹងទេបាទគេក្តិចត្រួយយូរហើយប៉ុន្តែដោយសារអីស្មារតីរឹងប៉ឹងរបស់សម្ដេចតេជោបាទក្នុងការគ្រប់គ្រងប្រទេសនិងឯករាជ្យភាពរបស់ប្រទេសកម្ពុជានេះជារឿងមួយដែលយើងមើលឃើញមិនអាចកាត់ថ្លៃបានបាទអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋងាកមកគិតឡើងវិញមិនមែនយករឿងអតីតកាលយកមកវាយប្រហារមកលើប្រទេសខ្លួនឯងសួរថាមុខមាត់ប្រទេសគឺមុខមាត់ជាតិខ្លួនឯងតែមិនមែនជាមុខមាត់របស់អ្នកដទៃណាហើយបើយើងនិយាយពីបកពួកប្រឆាំងក្រៅប្រទេសដែលមកក្រុមដែលបង្កព្យុះភ្លៀងរាល់ថ្ងៃនៅស្រុកបារាំងនោះគឺជាជនដែលរត់ចោលប្រទេសដែលមិនចាក់ចេញប្រទេសមិនត្រឡប់ក្រោយហើយសួរថាបងប្អូនអាចត្រឡប់ក្រោយអត់បងប្អូនត្រូវមានក្រុមគ្រួសារត្រូវត្រឡប់មកវិញអញ្ចឹងហើយសូមបងប្អូនគិតមើលឲ្យច្បាស់មុនចេញធ្វើបាតកម្មមុនចេញធ្វើសម្ដែងមតិតើយើងស្របទៅតាមច្បាប់ទៅតាមការបញ្ចេញមតិពិតប្រាកដអត់ហើយពាក្យស្លោករបស់ក្រមប្រឆាំងដែលដាក់នៅក្នុងប្រទេសជប៉ុនក្តីនៅក្នុងប្រទេសកូរ៉េក្តីនោះសួរថាពាក្យស្លោកអស់នេះគឺជាការចោទប្រកាន់ឬមួយក៏ជាការតស៊ូមតិតាមបែបប្រជាធិបតេយ្យបាទពេលខ្លះអ្នកឯងទៅខាងធ្វើបាតកម្មនោះទៅធ្វើជាមួយក្រមប្រឆាំងមិនមែនធ្វើការសម្ដែងមតិជាសាធារណៈទេហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាលណាជាអាយ៉ងយួនជាកូនយួនផងចោទប្រកាន់ជារឿងបញ្ហាពុកលួយស្អីផ្សេងណាដែលចោទថារាជរដ្ឋាភិបាលនៅពីក្រោយខ្នងឬមួយក៏អំពើអក្រិតកម្មណាមួយផ្សេងអញ្ចឹងបាទអានេះហើយជាការចោទប្រកាន់ដោយសារអីយើងវាអត់មានភស្តុតាងច្បាស់លាស់ទេហើយកុំនិយាយថាសំរងស៊ីនិយាយពាក្យថាសំរងស៊ីនិយាយគឺគ្រាន់តែជាពាក្យដែលបំផុសគំនិតឲ្យបងប្អូនមានគំនិតចង់ប្រឆាំងតាមអ្វីដែលខ្លួនចង់បាននោះទេបើសួរថាសំរងស៊ីមានភស្តុតាងអីបញ្ជាក់ជាសក្ខីភាពមួយច្បាស់លាស់គឺអត់មានទេបាទបើមានណាសំរងស៊ីនឹងប្រកាសហើយនឹងយកទៅឲ្យអន្តរជាតិមើលហើយមិនមែនសំរងស៊ីក្រាបពងនៅប្រទេសបារាំងហ្នឹងទេបាទអញ្ចឹងសូមជូនវេទិកាលោកប្រតិចាវិញបាទអរគុណច្រើនលោកលឹមវិជ័យលោកលឹមវិជ័យបានលើកឡើងមុននឹងអញ្ចឹងនិយាយអំពីរឿងក្បត់ជាតិពូជសំរងស៊ីនោះបើនិយាយអំពីរឿងថាយើងដើរតាមមនុស្សម្នាក់វាទាល់តែមនុស្សដែលធ្វើជាមេយើងនោះដឹកនាំយើងនោះមានស្នាដៃធំធេងណាស់ទើបយើងអាចនឹងយកមកធ្វើជាមេយើងនឹងទាល់តែជាអ្នកស្នេហាជាតិស្នេហាប្រជាជនអានឹងទៅយើងដើរតាមបានជុំដូចអាសំរងស៊ីហ្នឹងតើវាបានធ្វើអីខ្លះដើម្បីប្រទេសជាតិកម្ពុជាតើវាបានធ្វើអីខ្លះដើម្បីបងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃហ្នឹងវាបានតែត្រឹមនិយាយដើម្បីនឹងបំផ្លើសបំភ្លៃបញ្ឆេះកំហឹងបងប្អូនប្រជាពលរដ្ឋតែប៉ុណ្្នឹង
ហើយបងប្អូនប្រជាពលរដ្ឋមួយចំនួនសូមទោសផងដែលខ្ញុំនិយាយថាបងប្អូនប្រជាពលរដ្ឋដែលល្ងងខ្លៅលើជឿតាមពាក្យសម្ដីរបស់អាក្បត់ជាតិសំរងស៊ីដែលវានិយាយហ្នឹងមិនចេះយកខួរក្បាលយកមកគិតពិចារណាវិភាគនៅលើពាក្យសម្ដីរបស់អាក្បត់ជាតិតពូជសំរងស៊ីនេះខ្ញុំលើកឧទាហរណ៍ដូចវានិយាយថាយើងត្រូវប្រមូលទ្រព្យសម្បត្តិពីមន្ត្រីពុករលួយប្រគល់សងប្រជារាស្ត្រខ្មែរវិញយើងត្រូវលុបចោលបំណុលនេះឬដែលជាពាក្យសម្ដីអ្នកដឹកនាំនេះឬជាពាក្យសម្ដីរបស់អ្នកចេះដឹងយើងត្រូវប្រមូលទ្រព្យសម្បត្តិពីមន្ត្រីពុករលួយអញ្ចឹងមន្ត្រីនៅក្នុងប្រជាណាចក្រកម្ពុជារាប់សែនអ្នកហ្នឹងតើតើជាមន្ត្រីពុករលួយទាំងអស់ឬហើយតើរាជរដ្ឋាភិបាលតាំងពីអាណត្តិរបស់សម្ដេចតេជោហ៊ុនសែនរហូតមកទល់នឹងសម្ដេចធិបតីហ៊ុនម៉ាណែតបានធ្វើអ្វីខ្លះទៅលើពួកមន្ត្រីដែលពុករលួយទាំងអស់នោះគឺយើងបានធ្វើច្រើនណាស់មកហើយប៉ុន្តែសួរថាតើយើងធ្វើមួយថ្ងៃចប់ទេយើងធ្វើមួយថ្ងៃមួយឆ្នាំអស់ទេមិនអស់ទេពីព្រោះមនុស្សលោភលន់ចិត្តលោភលន់មានរាល់ថ្ងៃប៉ុន្តែខ្ញុំសូមសរសើរក្នុងអាណត្តិរបស់សម្ដេចធិបតីហ៊ុនម៉ាណែតគឺលោកបានយកអភិក្រម5បទបញ្ជា10យកមកអនុវត្តនៅលើមន្ត្រីពុករលួយមន្ត្រីខលខូចទាំងអស់នោះយើងឃើញស្រាប់មកហើយនគរបាលក៏មានកងយោធពលខេមរៈភូមិន្ទក៏មានកងរាជអាវុធហត្ថក៏មានត្រូវបកសាក់បណ្ដឹងចេញមន្ត្រីខ្លះទៀតត្រូវបកសាក់តាំងពីផ្កាយ2ឬផ្កាយ3ឬផ្កាយ1មកឲ្យធ្វើជាកូននគរបាលវិញតើនេះឬមិនការបំបត្តិអំពើពុករលួយវិធានការបំបត្តិអំពើពុករលួយរបស់រាជរដ្ឋាភិបាលកម្ពុជាតើអាសំរងស៊ីហ្នឹងវាមកប្រមូលទ្រព្យសម្បត្តិពីណាមន្ត្រីណាហើយលើកមកឈ្មោះអីមន្ត្រីហ្នឹងធ្វើការងារអីនៅខេត្តណាស្រុកណាបើនិយាយពីឃុំណាភូមិណាឲ្យច្បាស់មកហើយដែលខ្ញុំនិយាយថាបងប្អូនប្រជាពលរដ្ឋដែលជឿតាមពាក្យសម្ដីរបស់អាសំរងស៊ីគឺជាមនុស្សល្ងងខ្លៅប្រភ្លីភ្លើហ្នឹងត្រូវចេះគិតអំពីរឿងហ្នឹងបើសិនណាជាមន្ត្រីរាប់សែនអ្នករបស់រាជរដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយតើបងប្អូនប្រជាពលរដ្ឋអាចរស់បានទេអាចរស់នៅជាមួយនឹងរាជរដ្ឋាភិបាលបានទេជាង17លានអ្នកហ្នឹងមិនអាចទេដោយពាក្យរបស់រាជរដ្ឋាភិបាលឬក៏របស់ប្រមុខថ្នាក់ដឹកនាំដែលលោកតែងតែលើកយកមកនិយាយថាទីណាមានការជិះជាន់ទីនោះតែងតែមានការរើបំរាស់អញ្ចឹងបើសិនណាជាប្រជាពលរដ្ឋរស់ក្រោមរបបអំពើពុករលួយប្រជាពលរដ្ឋមិនអាចរស់បានទេហើយប្រជាពលរដ្ឋមិនអាចសំងំស្ងៀមរស់ឲ្យមន្ត្រីពុករលួយទាំងអស់មកជិះជាន់កេងប្រវ័ញ្ចលើយើងឈាមរបស់បងប្អូនប្រជាពលរដ្ឋឡើយដោយសម្ដេចធិបតីហ៊ុនម៉ាណែតលោកបានមានប្រសាសន៍ហើយយើងមិនល្អអត់ខ្ចោះទេប៉ុន្តែយើងធ្វើបានល្អច្រើនហើយគឺជាការពិតក្នុងអាណត្តិរបស់សម្ដេចធិបតីហ៊ុនម៉ាណែតលោកបានបំពេញតួនាទីជាប្រមុខដឹកនាំយ៉ាងស្វាហាប់និងអង់អាច
ក្លាហានបំផុតមិនខ្លាចទេសូម្បីតែឧបនាយករដ្ឋមន្ត្រីទទួលការងារតាមក្រសួងផ្សេងដូចជាឧទាហរណ៍ដូចជាឯកឧត្តមអភិសន្តិបណ្ឌិតសសុខាទទួលបន្ទុកក្រសួងមហាផ្ទៃក៏លោកបានបោះសម្អាតពួកមន្ត្រីពុករលួយមន្ត្រីខលខូចអស់ជាច្រើនហើយដែរហើយនៅមានតាមក្រសួងផ្សេងទៀតដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីលោកកាន់ក៏បានធ្វើការឲ្យបានស្អាតស្អំល្អប្រសើរហើយដែរក្នុងរយៈពេលតែជាង1ឆ្នាំកន្លងមកហើយទេចុះនៅជាង3ឆ្នាំទៅមុខទៀតដល់ទៅឆ្នាំ2027 2028បានបោះឆ្នោតគុំសង្កាត់បានបោះឆ្នោតសភាវានៅយូរដែរខ្ញុំជឿថាមន្ត្រីពុករលួយមន្ត្រីដែលប្រព្រឹត្តនៅអំពើល្មើសច្បាប់គាត់ជានឹងស្ទឹងតែនឹងអស់ហើយពីជួររាជរដ្ឋាភិបាលដូច្នេះយើងមើលឃើញថារាជរដ្ឋាភិបាលនិងប្រមុខរាជរដ្ឋាភិបាលខំប្រឹងប្រែងណាស់មិនមែនឈរអោបដៃមើលបងប្អូនប្រជាពលរដ្ឋលំបាកវេទនាបងប្អូនប្រជាពលរដ្ឋរស់ក្រោមអំពើល្មើសច្បាប់រស់ក្រោមអំពើពុករលួយរបស់មន្ត្រីរាជរដ្ឋាភិបាលទេលោកបានដោះស្រាយបានច្រើនហើយអញ្ចឹងពាក្យសម្ដីរបស់អាសំរងស៊ីដែលវានិយាយថាត្រូវប្រមូលទ្រព្យសម្បត្តិឬក៏វានិយាយថាត្រូវតែយកអ៊ីណាដីធ្លីយកមកសងប្រជាពលរដ្ឋវិញតែយកពីណាឥឡូវហ្នឹងដីធ្លីដែលមន្ត្រីខលខូចយកពីប្រជាពលរដ្ឋពីណារាល់ថ្ងៃនេះមន្ត្រីស្អាតស្អំច្រើនហើយមន្ត្រីស្អាតស្អំច្រើននៅសល់តិចតួចបំផុតបើនិយាយមែនតើទៅដូចពីមុនបើនិយាយថាមន្ត្រីសវឹងផឹកប៉ោឡែវាច្រើនបច្ចុប្បន្ននេះនៅតិចតួចណាស់ពីព្រោះច្បាប់ចរាចរណ៍ក៏បង្កើននៅការគោរពច្បាប់ចរាចរណ៍មន្ត្រីនគរបាលចរាចរណ៍ក៏បានរឹតបន្តឹងនៅច្បាប់ចរាចរណ៍វានៅមានខ្លះដែរប៉ុន្តែមានតិចតួចដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋអាចរួមសុខរួមទុក្ខជាមួយនឹងមន្ត្រីរបស់រាជរដ្ឋាភិបាលបានគ្រប់ជាន់ថ្នាក់ចឹងយើងនៅសល់តែ7នាទីទៀតទេលោកវិជ័យលោកបានអីចុងក្រោយបាទខ្ញុំសូមបន្ថែមតិចទាក់ទងនឹងរឿងដែលរាជរដ្ឋាភិបាលបានប្រកាសចាត់បញ្ជូននៅដីកាដើម្បីសហការជាមួយរាជរដ្ឋាភិបាលថៃក្នុងការបង្ក្រាបនៅពួកបំផ្លៃបំប៉ោងព័ត៌មាននិងបន្លំព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបាទអ្នកខ្លះថាប្រជាជនខ្លះគាត់បានមិនដឹងឬមួយក៏គាត់មិនបានមើលឃើញគាត់គិតថារាជរដ្ឋាភិបាលហ្នឹងបំបិទសិទ្ធិនៃការបញ្ចេញមតិគ្រាន់តែគេនិយាយរឿងពាណិជ្ជកម្មចរចាមិនជោគជ័យបាទតាមអ្វីដែលពួកប្រឆាំងបំភ្លឺនិងលើកឡើងមកបាទប៉ុន្តែពួកគាត់អត់មានបានស្ដាប់នៅការប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាទលោកជំទាវ ចំនិមលដែលបានប្រកាសអំពីដំណើរការនៃការចរចារបស់រាជរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិកអំពីរឿងពន្ធនោះទេបាទប៉ុន្តែពួកគាត់ទៅជាស្ដាប់ពួកប្រឆាំងហើយអ្នកដែលរាជរដ្ឋាភិបាលស្នើសុំឲ្យរដ្ឋាភិបាលថៃចាប់មកនោះគឺដោយសារពួកគាត់បានយករូបភាពវីដេអូរបស់
លោកជំទាវចំនិមលយកមកកាត់តបដូរជាសម្លេងណាបដូរជាសម្លេងមនុស្សស្រីម្នាក់ដែលនៅក្នុងប្រទេសថៃដែលជាម្ចាស់เพจដែលរាជរដ្ឋាភិបាលកំពុងស្រាវជ្រាវរោនោះបាទបែរជាទៅនិយាយបំភ្លៃនៅព័ត៌មានពិតទៅជានិយាយថាការប្រជុំចរចាជាមួយសហរដ្ឋអាមេរិកគឺបរាជ័យដែលធ្វើឲ្យប្រទេសកម្ពុជានឹងទទួលការខាត់បងអីជាដើមបាទនេះគឺជាការបំប៉ោងនិងបំពុលព័ត៌មានវាមិនមែនជាការបញ្ចេញមតិដោយបងប្អូនប្រជាពលរដ្ឋចេះតែគិតនោះទេវាហួសដែនហើយនេះគឺជារឿងសន្តិសុខនៃប្រទេសជាតិបាទតកតូននឹងរឿងសន្តិសុខប្រទេសជាតិនេះប្រទេសណាក៏ដោយក៏គេអនុវត្តដែរមិនអាចឲ្យប្រជាពលរដ្ឋណាបញ្ចេញមតិតាមគំនិតដែលគ្មានភាពច្បាស់លាស់ហើយបំពុលបំប៉ោងធ្វើឲ្យស្ថានភាពប្រទេសច្របូកច្របល់នោះទេបាទអញ្ចឹងបងប្អូនគួរតែយល់ឲ្យច្បាស់អំពីការបញ្ចេញមតិហើយនឹងការបញ្ចេញមតិដោយបំពុលព័ត៌មានធ្វើឲ្យវាមានអស្ថិរភាពនៅព័ត៌មាននៅក្នុងសង្គមធ្វើឲ្យសង្គមវាមានបញ្ហាវឹកវរនឹងហើយគឺជាច្បាប់បាទច្បាប់នៅក្នុងប្រទេសនីមួយៗសូម្បីតែនៅក្នុងប្រទេសស្ដេចប្រជាធិបតេយ្យសហរដ្ឋអាមេរិកក៏បងប្អូនមិនអាចវាយប្រហារបំពុលព័ត៌មានបំប៉ោងញុះញង់ព័ត៌មានណាដែលតាក់ទងនឹងសន្តិសុខប្រទេសជាតិរបស់គេបានដែរអ្នកឯងហ៊ានតែនិយាយក៏គេចាប់ទៅដល់ផ្ទះផ្លូវភ្លាមណាបាទអញ្ចឹងវាដូចគ្នាប្រទេសកម្ពុជាតាក់ទងនឹងព័ត៌មានណាដែលតាក់ទងនឹងសន្តិសុខនយោបាយប្រទេសជាតិគឺបងប្អូនប្រជាពលរដ្ឋនិយាយលើសពីព្រំដែននិយាយលើសពីអ្វីដែលកើតឡើងនេះហើយជាការបំពុលនឹងការញុះញង់អញ្ចឹងហើយបានជាគេសហការនឹងចាប់ម្ចាស់เพจដែលលាក់ខ្លួននៅក្នុងប្រទេសថៃនោះបាទហើយម្នាក់នេះក៏មានដីកានៅតុលាការដែរទើបរត់ទៅជ្រកកោននៅក្នុងប្រទេសថៃតាំងពី2024បាទអញ្ចឹងម្នាក់នេះគឺជាមនុស្សដែលមានទោសស្រាប់ហើយបានជាខំរត់ទៅធ្វើជាខ្លួនឯងជាអ្នកប្រឆាំងនៅប្រទេសថៃហើយខំធ្វើខ្លួនឯងនេះដើម្បីអីដើម្បីឲ្យសំរាំងស៊ីឬមួយក៏អង្គការសហប្រជាជាតិមើលឃើញថាខ្លួនឯងនេះគឺជាអ្នកទោសនយោបាយណាដែលនិរទេសខ្លួនកិច្ចទៅប្រទេសទី3អញ្ចឹងហើយបានជាខំវាយប្រហារមកលើរាជរដ្ឋាភិបាលម្ដងហើយម្ដងទៀតដើម្បីអីដើម្បីបង្កើតនៅរឿងមួយដែលឲ្យពិភពលោកមើលឃើញថាខ្លួនគាត់គឺជាជនរងគ្រោះទៅវិញបាទអាហ្នឹងហើយគឺជារឿងមួយដែលបងប្អូនគិតខុសមកដល់ពេលបច្ចុប្បន្ននេះគេអត់មានធ្វើតាមអ្វីដែលជាគម្រោងផែនការចាស់របស់បងប្អូនអ្នកប្រឆាំងមួយចំនួនដែលរត់ចេញក្រៅប្រទេសនឹងចឹងទៀតទេបាទអញ្ចឹងរដ្ឋាភិបាលថៃគេមើលឃើញណាអំពីនយោបាយអំពីភាពពុតបុតនៃអ្នកដែលទៅជ្រកកោនរកប្រទេសទី3ណាខាងផ្នែកនយោបាយនោះគឺជារឿងមួយដែលខ្លួនឯងប្រព្រឹត្តទោសកំហុសនៅក្នុងប្រទេសមួយប្រទេសដើមកំណើតខ្លួនឯងប៉ុន្តែរត់ទៅធ្វើខ្លួនឯងធ្វើជាអ្នកទោសនយោបាយវិញបាទអាហ្នឹងហើយជារឿងមួយដែលគេមើលឃើញអញ្ចឹងនៅក្នុងពេលនេះគឺអត់រួចខ្លួនទេអញ្ចឹងបងប្អូនដែលរស់នៅប្រទេសថៃបងប្អូនខ្មែរដែលចង់ទៅប្រទេសទី3ដូចជាអាមេរិកអូស្ត្រាលីកាណាដាអីដូចពីមុនហើយខំខ្លួនឯងទៅខំជេររដ្ឋាភិបាលខំប្រឆាំងខំបំផុសនៅព័ត៌មានមិនពិតខ្លួនឯងនឹងអាចត្រូវចាប់បញ្ជូនមកប្រទេសកម្ពុជាវិញបាទនេះគឺជារឿងមួយដែលបងប្អូនត្រូវគិតឲ្យយល់ឲ្យច្បាស់មិនមែនដូចជាការញុះញង់របស់ពួកប្រឆាំងដែលគិតថាឲ្យបងប្អូនឯងប្រឆាំងទៅពេលដែលមានរឿងចាំគេជួយណាគេចេញការអង្គការសហប្រជាជាតិក៏ដោយក៏គេអាចមានសិទ្ធិចាប់អ្នកឯងបញ្ជូនមកប្រទេសកម្ពុជាវិញបានដែរអញ្ចឹងបងប្អូនសូមឈប់យល់ច្រឡំកុំយល់ច្រឡំបន្តទៀតនាំឲ្យមានគ្រោះដល់ខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងណាជាប់គុកបែកបាក់ក្រុមគ្រួសារហើយកុំបន្ទោសរាជរដ្ឋាភិបាលមកពីខ្លួនឯងហ្នឹងមានមហិច្ឆតាជ្រុលពេកណាមានគោលបំណងភាពលោភលន់ខ្លួនឯងខ្ពស់ខ្លាំងពេកគិតថាខ្លួនឯងធ្វើអញ្ចឹងទៅបានចេញទៅប្រទេសណាទី3ដោយមានអ្នកធានានៅក្រៅប្រទេសនោះដើម្បីយកឲ្យរួចខ្លួនណាប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះនយោបាយធ្វើនយោបាយបែបទុច្ចរិតបែបនេះគេមើលឃើញអស់ហើយអញ្ចឹងហើយបងប្អូនអាចនឹងមានគ្រោះជាងលៀបច្រើនជាងលៀបអញ្ចឹងសូមបងប្អូនឈប់ប្រព្រឹត្តនៅអំពើញុះញង់បង្កើតនៅព័ត៌មានបំពុលដើម្បីធ្វើឲ្យខ្លួនឯងទៅជាអ្នកប្រឆាំងណា
អាហ្នឹងវាអត់មានផលប្រយោជន៍អីសម្រាប់ខ្លួនឯងបន្តទៅទៀតទេមានតែទ្វាគប់រងចាំតែប៉ុណ្ណោះដែលនៅពេលដែលខ្លួនឯងធ្វើអំពើបែបនេះបាទអញ្ចឹងសូមលោកប្រតិកម្មវិញបាទអរគុណច្រើនក្រុមការងារសូមចាក់រូបក្បត់ជាតិសំរងស៊ីបន្តិចមើលជ្រុលយំមេជ្រុលយំគាត់ជាតិមើលពេលបាតកម្មឯណាតវ៉ាទៀមទាស្អីហ្នឹងសំរងស៊ីកាន់ទង់ជាតិមុងតាញាវាមិនខ្មែរណាសំរងស៊ីហ្នឹងវាចេះតែជឿដើរតាមវាតរហូតអត់ដឹងឲ្យបើនៅក្នុងស្រុកត្រូវចូលគុកហើយចូលគុកហើយការដែលរាជរដ្ឋាភិបាលអនុវត្តទោសទៅលើពួកដែលលោកវិជ័យបានលើកឡើងបាញ់មិញគឺប្រទេសទាំងអស់នៅលើសកលលោកនឹងគេបដិញ្ញាកំចាត់នៅព័ត៌មានคล้ายៗព័ត៌មានคล้ายៗហ្នឹងហើយប្រទេសនៅលើសកលលោកគឺគេបដិញ្ញាកំចាត់ព័ត៌មានคล้ายៗពីព្រោះព័ត៌មានคล้ายៗនេះហើយដែលធ្វើឲ្យប្រទេសមិនមានសន្តិភាពគេថាបើសិនណាជាកាប់ចាក់គ្នាស្លាប់ម្នាក់ពីរនាក់ទេប៉ុន្តែបើសិនណាជាប្រជាជនជឿលើព័ត៌មានคล้ายៗគ្រោះថ្នាក់ធំណាស់អញ្ចឹងហើយបានជាប្រទេសនានានៅលើសកលលោកគេបដិញ្ញាកំចាត់ព័ត៌មានคล้ายៗហ្នឹងអញ្ចឹងនិយាយអ្វីឲ្យចេះគិតពិចារណាតើនិយាយហ្នឹងមានខុសតាងច្បាស់លាស់ទេមានតល័យកមានសាកសីមានឯកសារអីច្បាស់លាស់ទេចាំនិយាយបើអត់ទេកុំនិយាយជឿតាមដែលខ្ញុំធ្លាប់ហៅវាបាត់គុកសំនឹងស៊ីនោះមិនបានខ្ញុំហៅវាបាត់គុកសំនឹងស៊ីនេះបើនិយាយពីរឿងទោសវាហ្នឹងងាប់កើតទៅជាសកលកើតទៅជាចៃក្នុងគុកទៅទៀតណាអញ្ចឹងរឿងវាសូម្បីតែអង្គព្រះមហាក្សត្រដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរជាង17លាននាក់ក៏បាទគុកសំនឹងស៊ីនឹងហ៊ានប្រមាថការទៀនចំពោះតួអង្គព្រះមហាក្សត្រជាទីសក្ការៈរបស់យើងដែរហើយអ្នករាល់គ្នាហ្នឹងឃើញសំនឹងស៊ីនឹងនិយាយអញ្ចឹងតើសំនឹងស៊ីជាប់គុកឯងសំនឹងស៊ីនឹងចាំតាបិទសម្បូរក្តាររត់បើវាចេះជាប់គុកវាជាប់គុកតាំងពីទៅដកបកគលព្រំដែននៅព្រំដែនវៀតណាមនៅចន្ទ្រាស្វាយរៀងនោះគាត់នៅដកបកគលហើយតុលាការខេត្តស្វាយរៀងធ្វើលិខិតក៏ហៅវាចូលទៅធ្វើការបំភ្លឺនៅតុលាការខេត្តស្វាយរៀងនេះមានទេណាបិទសម្បូរក្តាររត់ប្រុចទៅប្រាំងបាត់ទៅជាប់អ៊ីស្រាអែលម្នាក់ដែលខំធ្វើឯងនឹងចូលតួឯកជាមួយសំនឹងស៊ីនឹងលើកដៃសតអ្នកស្នេហាជាតិជាប់គុកអ្នកស្រីនោះប៉ុន្តែឥឡូវបែរជារួចហើយដឹងសំនឹងស៊ីប្រយសំនឹងស៊ីមើលរួចតើបងប្អូនប្រជាពលរដ្ឋនៅដើរតាមសំនឹងស៊ីដល់ណាមេដឹកនាំម្នាក់ដែលប្រកាសចេញមុខថាវាធ្វើជាអ្នកប្រឆាំងមិនឲ្យជាប់គុកទេមិនឲ្យងាប់ខ្លួនទេួចុះបើមេដឹកនាំប្រកាសកំសាករបៀបហ្នឹងហើយតើអ្នកឯងរាល់គ្នានៅភ្លើដល់ណាទៀតមេដឹកនាំគេអត់ខ្លាចទេគេដើរមុខប្រជាជនហ៊ានជាប់គុកមុនប្រជាជនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់បើនេះដែលហ៊ានទទួលខុសត្រូវអីប្រត់តែរហូតហើយសុំផ្ដាំទៅបាយក្បាលបាទគុកសំនឹងស៊ីមេឧទាមព័ទ្ធជាតិផងបើចង់មកប្រមូលមកយកទ្រព្យសម្បត្តិអីមកយកមក
ប៉ុន្តែឯងនឹងរត់ដៃថែប៉ានក្បាលឯងនឹង7ជាន់ផងណាគេមិនសុខចិត្តឲ្យឯងនឹងឃោសនាឲ្យអាប្រភ្លើនៅក្នុងស្រុកនឹងមកឯណាមកយកទ្រព្យសម្បត្តិគេយ៉ាងស្រួលទេណាទ្រព្យសម្បត្តិរបស់គេអ្នកមានរាល់ថ្ងៃនេះគឺជាទ្រព្យសម្បត្តិកម្លាំងញើសឈាមរបស់គេយើងមិននិយាយពីពេលប្រមាណ20-30 ឆ្នាំមុនទេគេខំរកខំប្រឹងប្រែងលះបង់ទ្រព្យសម្បត្តិរបស់គេរកស៊ីដើម្បីបានផលប្រយោជន៍ត្រឡប់មកវិញរឿងឯងទៅនិយាយពីរឿងហ៊ុនតូឯងមានផោះតាងអីនិយាយពីរឿងហ៊ុនតូហ្នឹងបើឯងមានផោះតាងតើអង្គញាហ៊ុនតូនឹងនៅបានទេនៅសុខទេតើសម្ដេចតេជោហ៊ុនសែននឹងការពារហ៊ុនតូបានទេសម្ដេចធិបតីហ៊ុនម៉ាណែតនឹងការពារបានទេបានតែត្រឹមនិយាយទេប៉ុន្តែផោះតាងឲ្យយកមកបង្ហាញមកណាពីព្រោះប្រទេសច្រើនណាស់ដែលគេប្រាជ្ញាកំចាត់គ្រឿងញៀនពួកយកអារឿង20-30 ឆ្នាំអានេះបើនិយាយពីរឿងច្បាប់គេថាអ្នកប្រព្រឹត្តមិនទាន់មានច្បាប់កើតផងអ្នកប្រព្រឹត្តនោះអត់ទទួលទោសបានទេមិនអាចចោទប្រកាន់បានទេលុះត្រាតែមានច្បាប់ទៅអ្នកប្រព្រឹត្តទទួលខុសត្រូវចំពោះមុខច្បាប់អញ្ចឹងពាក្យសម្ដីរបស់អាសំរងស៊ីនេះគេថាពួកអាត្រៃកភ្លៀងអាងាប់ព្រោះមាត់ពួកអាប្រភ្លើក្នុងស្រុកចង់ធ្វើត្រៃកភ្លៀងដោយអាសំរងស៊ីដែរអញ្ចឹងបើសមត្ថកិច្ចឬក៏រាជរដ្ឋាភិបាលអនុវត្តទោសទៅលើជនដែលបានប្រព្រឹត្តបទល្មើសនឹងច្បាប់នឹងកុំមកចោទថាអូគេធ្វើការគៀបសង្កត់ទៅលើមន្ត្រីបកប្រឆាំងទៅលើប្រជាពលរដ្ឋស្លូតត្រង់បាញ់ក្បាលអីហើយបើឯងស្លូតត្រង់ឯងមិននិយាយប្រភ្លើទេបើស្លូតត្រង់គេនិយាយខ្លាចខុសគេនិយាយខ្លាចគុកអានឹងបានគេហៅថាមនុស្សវិចេសវាយើងមានច្បាប់ហើយដោយអារម្មណ៍ឈុនអញ្ចឹងមិនដូចលោកវិជ័យបានលើកខ្ញុំសូមលើកអំពីរឿងអារម្មណ៍ឈុនបន្តិចរឿងណាអ្នកឯងធ្វើទៅចាំមានការអីចាំអាសំរងស៊ីមកជួយឥឡូវសួរអីក្បាលអារម្មណ៍ឈុនដែលខំដើរតត្រុកជឿតាមអាសំរងស៊ីដល់ឥឡូវហ្នឹងអារម្មណ៍ឈុនមានទោសត្រូវផ្ដន្ទាទោសដាក់គុក4 ឆ្នាំនឹងត្រូវពិន័យជាប្រាក់$10,000រួចកុំមកចោទថាអូគាត់ថាអារម្មណ៍ឈុននិយាយប៉ុណ្ណឹងរឿងអីហើយរឹបអូសទ្រព្យសម្បត្តិអស់ផ្ទះសម្បែងបង់ប្រាក់ពិន័យដល់$10,000ហើយនិយាយបំពេញព្រំដែនមានខ្សែបន្ទាត់ត្រឹមត្រូវព្រោះឯងទៅមើលឃើញណែបកគលព្រំដែនមួយព្រោះឯងស្រែកថាអូរាជរដ្ឋាភិបាលធ្វើបាត់ដីទៅប្រទេសវៀតណាមហើយស្មានលើអីនោះព្រោះចុះបើឯងនិយាយថាប្រកាសជាមានភស្តុតាងច្បាស់លាស់ត្រឹមត្រូវយកមកដាក់លើតុអង្គុយជជែកគ្នាជាមួយរាជរដ្ឋាភិបាលអត់ទៅគិតវេះមិនទទួលខុសត្រូវទេប៉ុន្តែនិយាយបំពេញនិយាយបំផ្លើសបំភ្លៃនិយាយញុះញង់ឲ្យកើតមានអសន្តិសុខនៅក្នុងប្រទេសបើសិនណាជាមានពួកអាភ្លើមនុស្សភ្លើវាច្រើនជឿតាមឯងហ្នឹងស្រុកខ្មែរអត់បានសុខទេហើយក៏មិនបានទទួលការសរសើរពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិដែរប្រជាពលរដ្ឋបច្ចុប្បន្ននេះគេចេះច្រើនគេដឹងច្រើនកាលណាចេះច្រើនដឹងច្រើនគេខ្លាចគុកខ្លាចច្រវាក់
មិនចេះច្រើនដឹងច្រើនដោយពួកអាពីលជ្រុលនិយមដើរតាមអាសំរងស៊ីអានោះចេះអីវាជឿតាមអាសំរងស៊ីថាវានឹងឯណាប្រឌិតអនុប្រឌិតសេដ្ឋកិច្ចចេះតែជឿតាមវាដែរព្រោះអាសំរងស៊ីដែលធ្វើអីដើម្បីជាតិឲ្យមានការរីកចម្រើនអត់ដឹងថានិយាយពីរឿងពុករលួយអត់ដឹងថាអាសំរងស៊ីពុករលួយទេខ្ញុំនិយាយច្រើនដងហើយតាំងពីចំនួនអាចៃគុកសំរងស៊ីនៅធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអាសំរងស៊ីប្រកាសរើកយរាប់ពាន់នាក់ពេលនោះឈ្មោះខ្ញុំហ្នឹងក៏នៅក្នុងគយមួយដែរបច្ចុប្បន្នហ្នឹងឈ្មោះថាច់ចន្ទរាហ្នឹងនៅមាននៅក្នុងមន្ត្រីគយបច្ចុប្បន្នហ្នឹងហើយសុំទោសផងអស់លោកឯកឧត្តមដែលជាមន្ត្រីគយដែលមានឈ្មោះថាច់ចន្ទរានោះពេលហ្នឹងគឺខ្សែស្រឡាយស្ដេចក្រមព្រះទ្រង់រណរិទ្ធគាត់ធ្វើជាអគ្គនាយកគយនោះខ្សែស្រឡាយខាងម្ចាស់ស្ត្រីម៉ារីម៉ែស្រីរបស់ទ្រង់រណរិទ្ធនោះគាត់កាន់ខាងគយនឹងហើយអាសំរងស៊ីនៅជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុប្រកាសរើសគយរាប់ពាន់នាក់ក្នុងម្នាក់ទាបបំផុត$5,000មួយឈ្មោះវារើសរាប់ពាន់នាក់សួរមើលតើប្រមាណលានមួយឥឡូវអាសំរងស៊ីហ្នឹងវាមកស្រែកសោបណាអំពើពុករលួយថាសំរងស៊ីទៅបោះពុំប៉ាសពតទៅធ្វើអានេះផ្លាកលេខឡានចំណាយលុយរត់អស់រាប់លានដុល្លារតើវាមានដែលទទួលស្គាល់កំហុសវាថាវាបានខុសទេហើយបងប្អូនមានដឹងទេអញ្ចឹងសូមបងប្អូនដែលខ្ញុំហៅមនុស្សជ្រុលនិយមមួយចំនួនតូចដែលនៅជឿតាមក្បត់ជាតិតោពូជសំរងស៊ីនេះល្មមឈប់ទៅអ្នកខ្លះរហូតដល់អាសំរងស៊ីថាយើងនឹងទៅយកទ្រព្យសម្បត្តិយកមកចែកជូនបងប្អូនលុបបំណុលបងប្អូនវាមើលវាដឹងថាប្រជាជនភាគច្រើនត្រូវការលុយយកមករកស៊ីទៅខ្ចីធនាគារអញ្ចឹងលឺសូអាសំរងស៊ីប្រកាសលុបបំណុលអបអសាទរជាមួយអាសំរងស៊ីច្បាប់ណាបងប្អូនរឿងបំណុលលុបមិនបានទេបើបងប្អូនខ្ចីគេត្រូវតែសងតែអាសំរងស៊ីមនុស្សល្អទេនេះបង្ហាញនៅអត្តចរិតរបស់អាសំរងស៊ីថាមនុស្សអាក្រក់បំផុតដល់ថ្នាក់ខ្ចីគេហើយមិនសងគេហើយបើបានអាសំរងស៊ីមកដឹកនាំប្រទេសវិញទៅខ្ចីបំណុលយកមកកសាងប្រទេសតើប្រទេសណាគេឲ្យវាខ្ចីណាបើវាខ្ចីគេមិនសងណាគេឲ្យវាខ្ចីមើលបងប្អូនសាកគិតពិចារណាមើលហើយសូមប្រកាសទៅពួកជ្រុលនិយមពួកពីលជ្រុលនិយមមួយចំនួនដែលនៅប្រទេសជប៉ុនកំពុងតែឃោសនាប្រឆាំងនឹងវត្តមានរបស់សម្ដេចធិបតីហ៊ុនម៉ាណែតទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅពេលខាងមុខខ្ញុំជឿថារាជរដ្ឋាភិបាលប្រកាសជាមិននៅស្ងៀមទេនឹងសុំកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលប្រទេសជប៉ុនក្នុងពេលណាដែលមានអំពើញុះញង់
ដោយហិង្សាណាមួយមកលើប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅពេលខាងមុខពីព្រោះអ្នកឯងបង្ហាញហើយពាក្យសម្ដីរបស់អ្នកឯងមានហើយនេះហើយគឺជាភស្តុតាងដែលអាចយកមកធ្វើការពិភាក្សាជាមួយនឹងរដ្ឋាភិបាលប្រទេសជប៉ុនបានបើសិនណាជាមានអំពើណាមួយផុសផុលញុះញង់ប្រឆាំងជាមួយនឹងសម្ដេចធិបតីហ៊ុនម៉ាណែតដោយអំពើហិង្សាណាមួយសូមឲ្យក្រុមការងារចាក់នៅคลิปរបស់កម្មសិក្សាការីយោធាខ្មែរយើងនៅប្រទេសជប៉ុនបន្តិចមើលមានសម្លេងចាក់តាខ្ញុំបាទអនុសេតោអមរបញ្ញាកំពុងសិក្សាវគ្គអ្នកអនុមនិតផ្នែកវិស្វកម្មសំណង់ស៊ីវិលនៃសាលាបណ្ឌិតសភាយោធាប្រចាំប្រទេសជប៉ុនព្រមទាំងខ្ញុំបាទនេះចំណងអេមង្ហេងជាសិស្សនិស្សិតឆ្នាំទី4និងជាតំណាងនិស្សិតទាំង12នាក់ទៀតដែលកំពុងសិក្សានៅសាលាបណ្ឌិតសភាយោធាប្រចាំប្រទេសជប៉ុនខ្ញុំបាទសូមគាំទ្រនិងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលនឹងដឹកនាំប្រទេសកម្ពុជាឲ្យជ័យមកប្រទេសជប៉ុនដើម្បីពិភាក្សាការងារជាមួយអាយដាមពីជីវៈជីវិរិទ្ធនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននិងថ្លែងសន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី30ស្ដីអំពីអនាគតរបស់អាស៊ាននៅទីក្រុងតូក្យូនេះខែឧសភាខាងមុខនេះជាចុងក្រោយខ្ញុំបាទព្រមទាំងសិក្ខាកាមទាំង13ទៀតសូមជូនពរទៅដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតព្រមទាំងលោកជំទាវវត្តដាមកកាន់ប្រទេសជប៉ុនដោយសុខភាពនិងជោគជ័យក្នុងការខាងមុខនេះគ្រប់តាបាទបងប្អូនប្រិយមិត្តបានឮហើយគឺកម្មសិក្សាការីយោធាខ្មែរយើងដែលមានថ្នាក់នាយទាហាននិងនាយចំណងដែលបានទៅសិក្សាវិស្វកម្មស៊ីវិលនៅប្រទេសជប៉ុនបានស្វាគមន៍ប្រកាសស្វាគមន៍គាំទ្រនៅដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនៅពេលខាងមុខនេះខ្ញុំបាទជឿថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវទី1បណ្ឌិតពេជ្រច័ន្ទមុនីអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនជាផ្លូវការហើយនឹងចូលរួមនៅកម្មវិធីរដ្ឋផ្សេងទទួលបាននៅសុខសន្តិភាពនិងទទួលបាននៅជោគជ័យយ៉ាងធំមហិមាជូនប្រទេសជាតិនៅពេលខាងមុខយ៉ាងម៉េចដែរលោកពិជ័យយើងមានអីនឹងបាទដូចជាអត់មានអីទេលោកប្រតិចារ្យលើកពេលដែរបាទអរគុណច្រើនយើងឡើងទៅដល់ជាង1ម៉ោងហើយសូមអភ័យទោសផងបងប្អូនប្រិយមិត្តដែលបានចូលរួមទស្សនាការ live show របស់ខ្ញុំបាទទាំងពីរនាក់នៅទីបញ្ចប់នេះខ្ញុំបាទរាជសីសូមលើកហាត់វន្ទាបង្គំបន់ស្រន់សម្បូរសរងដល់វត្ថុស័ក្តិសិទ្ធិនៅលើលោកទាំងអស់សូមតាមជួយបីបាច់ថែរក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាមេដាមនុស្សធម៌កម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវទី1បណ្ឌិតពេជ្រច័ន្ទមុនីនិងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមបានប្រកបតែនឹងសេចក្តីសុខនៃចម្រើននិងសូមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្ដេច
ធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវទី1បណ្ឌិតពេជ្រចាន់មុនីនៅប្រទេសជប៉ុននាពេលខាងមុខសូមបានប្រកបតែនឹងសុខសុវត្ថិភាពនិងជោគជ័យជានិច្ចនិរន្តរ៍និងសូមបងប្អូនជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសប្រកបដោយពុទ្ធជ័យមង្គលទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្រៀងគ្រៀតឡើយដោយការគោរពពីខ្ញុំបាទរាជសីនិងលោកលំពិជ័យសូមអរគុណសូមគោរពលា សូមអរគុណបាទសូមជម្រាបលាបាទ